ចូលម្ដងវីដេអូបន្តយើងធ្វើការ demo តាក់ទងជាមួយនឹងchatbot របស់យើងគឺ chatbot របស់យើងគឺទម្រង់ជាប្រភេទ rule base ហើយនេះគឺជា server chatbot របស់យើងហើយយើងប្រើតាក់ទងជាមួយនឹង Flash server ហើយនេះទម្រង់ជាទម្រង់ RPC NLP បានន័យថាគឺ client ធ្វើការ communicate ជាមួយនឹង server បានន័យថាបើ server អត់ដើរទេគឺ chatbot នឹងអត់ដើរទេហើយយើងមានធ្វើការ train អីទេហើយចំពោះ chatbot នេះផងដែរគឺយើងធ្វើការ implement directly នៅក្នុងfood delivery system ឧទាហរណ៍យើងឥឡូវយើង run តាក់ទងជាមួយនឹង chatbot server Python RPC server យើងបាន run ហើយចឹងយើងចូលទៅកាន់មិញហ្នឹងមុនហ្នឹងគឺយើងចូល login ហើយឧទាហរណ៍ក៏ដែរ1 2 3 4 5 right wrong password ចូលសំនេះgmail.com គឺ1 5ដែរហើយនេះគឺយើងធ្វើការ demo ជាមួយ chatbot ហើយ chatbot របស់យើងអាចធ្វើការ handle ចំពោះការសួរសំណួរបានតែប៉ុណ្្នេះទេគឺវាជា rule base ឬយើងអាចវាយទៅទេក៏បានដែរឧទាហរណ៍យើង set ហើយយើងធ្វើការ respond មកវិញហើយយើងដាក់ menu ហើយយើងអាចធ្វើការ add directly នៅក្នុងនេះក៏បានឬក៏យើងវាយនៅក្នុងនេះឬវាយI would like to order by Saro ធ្វើវាជាការអាចចូលជាមួយនឹង chat របស់យើងហើយយើងអាចសួរតាក់ទងជាមួយទិន្នន័យផ្សេងៗដូច shop location shop contact show the menu about us open hour តាក់ទងជាមួយនឹង team របស់យើងហើយនេះគឺតាក់ទងជាមួយនឹង YouTube channel របស់ខ្ញុំហើយរបៀបនៃការ order food ហើយជាមួយនឹង current promotion ហើយ current promotion ហ្នឹងក៏គ្រាន់តែ display ធម្មតាហើយយើងអាចធ្វើការ clear message របស់យើងហើយយើងអាចធ្វើការបដូរភាសាក៏បានភាសាខ្មែរយើងវាយឧទាហរណ៍ទីតាំងយើងធ្វើការចូលទីតាំងមកឧទាហរណ៍បង្ហាញ menu ហើយយើងទៅថាខ្ញុំចង់បញ្ជាទិញរបៀបនៃការទិញម្ហូបគឺវាយក្នុងនេះខ្ញុំចង់បញ្ជាទិញបាយស្រូតវាធ្វើការ add បាយស្រូតរបស់យើងមកហើយយើងអាចធ្វើការ add emoji អីក៏បាន emoji ខ្ញុំបាន add function នៅក្នុងនេះប៉ុន្តែ function attach file គឺវាអត់ដើរទេវីដេអូគឺមានតែប៉ុណ្្នេះ